សួស្តីបងប្អូនអរគុណអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនពីរបៀបភ្ជាប់នាឡិកាអញ្ចឹងដំបូងគឺបងប្អូនត្រូវការ download កម្មវិធីនេះមកសិនអញ្ចឹងនៅពេលដែលយើង download នេះយើងចុចបើកវាមកនេះខ្ញុំ download ហើយយើងចុចបើកមកអញ្ចឹងបងប្អូនចុចតាមហ្នឹងទៅបន្ទាប់មកគឺបងប្អូនចាំបាច់ log in email នេះក៏បានដែរអញ្ចឹងយើងគ្រាន់តែចុចគ្រីសនៅកន្លែងនេះមកបន្ទាប់មកបងចុចកន្លែងបងប្អូនចុចកន្លែងពីលើនេះមករងចាំវាមកស្ទុះទៅបន្ទាប់មកបងប្អូនត្រូវរងចាំនាទីនេះវា load អស់សិនបន្ទាប់មកយើងចុចបន្តទៅមុខបានទៀតអញ្ចឹងបងប្អូនរងចាំតិចសិនមកអញ្ចឹងបន្ទាប់មកគឺយើងចុច confirm ទៀតមកបន្ទាប់មកកន្លែងនេះយើងចង់កំណត់ក៏បានអត់ក៏បានដែរអញ្ចឹងយើងចុច confirm ទៀតមកចុច confirm ទៀតមកអញ្ចឹងនៅពេលដែលយើងចុចហើយវាឲ្យយើងរងចាំអញ្ចឹងបានហើយអញ្ចឹងកន្លែងនេះគឺបានហើយបន្ទាប់មកគឺបងប្អូនជួបបងប្អូនចុចយកកន្លែងរូបមនុស្សនេះមកបងប្អូននេះកន្លែងរូបហ្នឹងបន្ទាប់មកបងប្អូនត្រូវការជ្រើសរើសស្វែងរកនាឡិកាបងប្អូនចុចកន្លែងនេះមកហើយកុំភ្លេចបើក Bluetooth ផងបងប្អូនអញ្ចឹងយើងចុចស្វែងរកកន្លែងនេះមកអញ្ចឹងនៅពេលដែលយើងចុចកន្លែងហ្នឹងហើយគឺវានឹងចេញឈ្មោះនាឡិកាឲ្យយើងហើយអញ្ចឹងយើងបើសិនជាបងប្អូនទិញនាឡិកាទៅពីរវានឹងលោតឈ្មោះអញ្ចឹងបើសិនជាបងប្អូនអត់ចង់ឲ្យវា connect ទៅចូលរបស់គេទេអញ្ចឹងបងប្អូនចូលឆែកកន្លែងនេះអានេះបើសិនជាបងប្អូនទិញនាឡិកាទៅពីរតែបើថាទិញទៅមួយមិនបាច់ចូលឆែកក៏បានដែរអញ្ចឹងយើងចូលឆែកចុចចូលនៅកន្លែង setting នេះមកអូសមកក្រោមបន្តិចអូចុចកន្លែងនេះបងប្អូនច្រឡំនេះអូចុចកន្លែងនេះមកតមកកន្លែងនេះវានឹងឃើញឈ្មោះហើយតែនេះដោយសារយើងមានតែមួយទីវាលោតអញ្ចឹងយើងចុច connect អញ្ចឹងមកអញ្ចឹងយើងរងចាំវាមករងចាំវាមកស្ទុះគឺវានឹងភ្ជាប់ឲ្យយើងហើយអូខេឥឡូវនេះគឺវាបានភ្ជាប់ហើយបន្ទាប់មកបងប្អូនចុចកន្លែងនេះមកអូខេចុចតាមនឹងវាមកអូខេអញ្ចឹងគឺយើងភ្ជាប់បានហើយកន្លែងនេះវាឲ្យយើងបើកអីមួយចំនួនតែវាលោតអញ្ចឹងបាច់បើកក៏បានដែរបងប្អូនយើងចុចប៉ុណ្្នឹងមកឥឡូវនេះគឺភ្ជាប់បានហើយអញ្ចឹងនាឡិការបស់យើងគឺដើរនៅពេលយើងភ្ជាប់ទៅម៉ោងរបស់វាគឺដើរត្រូវជាមួយនឹងម៉ោងទូរស័ព្ទរបស់យើងអញ្ចឹងបងប្អូននេះម៉ោង 11:26 នាទីអញ្ចឹងគឺវាដើរត្រូវហើយសម្រាប់របៀបតាំងរូបបងប្អូនចុចមកកន្លែងនេះមកចុចយកកន្លែងនេះច្រឡំចុចយកកន្លែងនេះចុចយកកន្លែងហ្នឹងបន្ទាប់បងប្អូនចុចនៅកន្លែងនេះមកអូខេឥឡូវបងប្អូនចង់តាំងរូបអីគឺវានឹងចេញរូបឲ្យយើងអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំតាំងរូបនាឡិកានេះចុះអញ្ចឹងគឺយើងអាចប្រិចព្រមទៅតាមទំហំដែលយើងចង់បានបន្ទាប់មកយើងចុច confirm មកអូខេហើយអាឡៃអក្សរលេខម៉ោងនេះគឺយើងអាចចង់អូដាក់នៅលើកន្លែងណាក៏បានដែរអញ្ចឹងខ្ញុំដាក់កន្លែងនេះមកបន្ទាប់ខ្ញុំចុចសញ្ញាគ្រីសបន្ទាប់មកបងប្អូនទុកវាឲ្យពេញទៅគឺវាចាប់ផ្ដើមតាំងរូបឲ្យយើងអញ្ចឹងគឺរបៀបភ្ជាប់គឺមានប៉ុណ្្នឹងអញ្ចឹងសួស្តីបងប្អូនបន្ទាប់ពីយើងតាំងរូបហើយឥឡូវវាលោតឲ្យយើងហើយអញ្ចឹងមួយទៀតបើសិនជាបងប្អូនភ្ជាប់អញ្ចឹងហើយវាអត់តន់ទេចេញទៅចូលបានទេបងប្អូនត្រូវចូលមើលនៅកន្លែង setting នេះចូលនៅកន្លែង Bluetooth បងប្អូនត្រូវ connect នៅកន្លែង Bluetooth មួយទៀតដែលឈ្មោះ Bluetooth វាគឺ S10 បូកនេះបងប្អូនអញ្ចឹងយើងចុច connect កន្លែងហ្នឹងសិនអានេះវា connect ឲ្យ auto ហើយតែបើសិនជាអត់តន់ connect បងប្អូនត្រូវ connect នៅក្នុងនេះសិនតែបើ connect នៅជាមួយនឹង Bluetooth នេះមានន័យថានៅពេលដែលយើងស្ដាប់បទចម្រៀងទៅគឺវានឹងលឺនៅលើនាឡិកាស្ដាប់មើលវីដេអូមើលអីវាលឺនៅលើនាឡិកាអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យវាលឺនៅលើនាឡិកាយើងត្រូវផ្ដាច់នៅកន្លែងនេះចោលសិនណាយើងត្រូវផ្ដាច់Bluetooth ឬមួយក៏យើងបិទ Bluetooth ចេញសិនអញ្ចឹងយើងអាហ្នឹងកន្លែងខលចេញខលចូលនេះមួយទៀតបងប្អូនចង់គេឆាតមកវាឃើញនៅលើនាឡិកាបងប្អូនចុចកន្លែង setting នេះចុចកន្លែងលើនេះឥឡូវនេះខ្ញុំបើកអស់ដូចជាយើងចង់ឲ្យឃើញ Facebook chat មកយើងចុចកន្លែង Facebook នេះទៅឬមួយក៏ Instagram អីហ្នឹងតែបើសិនជាយើងអត់ចង់ទេឧទាហរណ៍ថាយើងអត់ចង់ឲ្យគេ chat មកក្នុង Facebook ឃើញទេយើងចុចប៉ាត់ហ្នឹងមកអញ្ចឹងនៅពេលគេ chat មកវាមើលឃើញទេតែបើយើងបើកគឺគេយើងបើកគេ chat មកយើងមើលឃើញហើយមួយទៀតបើសិនជាអេក្រង់នាឡិកាបើយើងឆាប់បន្លត់ទៅបងប្អូនអាចកំណត់បានរបៀបកំណត់បងប្អូនចូលនៅកន្លែងនេះបងប្អូនសញ្ញាពលឺនេះមកយើងចុចកន្លែងនេះមកយើងយក60វិនាទីទៅអាហ្នឹងយើងចង់ឲ្យវាភ្លឺយូរអញ្ចឹងអូខេកន្លែងនេះយើងយក60ទៀតទៅបងប្អូន2នេះកន្លែងនេះ60ហើយកន្លែងនេះ60ដែរអញ្ចឹងរបៀបជាប់មានតែប៉ុណ្្នឹងទេអរគុណច្រើន